ឆ្លើយតបទៅ comment របស់បុគ្គលខ្លះដែលចូលមកនិយាយប្រមាថមើលងាយខ្ញុំរួចហើយពេលដែលខ្ញុំប្រើពាក្យអសុរោះទៅវិញបែរជាថាខ្ញុំនឹងអសុជីវធម៌បើអ្នកចង់ឲ្យខ្ញុំប្រើពាក្យពេចន៍មានសុជីវធម៌ជាពាក្យពេចន៍បណ្ឌិតជាពាក្យពេចន៍អ្នកប្រាជ្ញចូលអ្នកប្រើពាក្យសម្ដីរបស់អ្នកមកលើខ្ញុំក្នុងពាក្យពេចន៍សមរម្យក្នុងតម្លៃជាពលរដ្ឋព្រោះបើអ្នកប្រើពាក្យពេចន៍ប្រមាថមើលងាយមកខ្ញុំអ្នកជាជនពាលដូច្នេះខ្ញុំមិនអាចប្រើភាសាបណ្ឌិតប្រើភាសាអ្នកប្រាជ្ញទៅអ្នកបានឡើយដោយសារតែជនពាលគឺមិនចេះស្ដាប់ភាសាបណ្ឌិតភាសាអ្នកប្រាជ្ញឡើយមានតែភាសាពាលដូចអ្នកទេទើបអ្នកស្ដាប់បានដូច្នេះហើយខ្ញុំនឹងផ្ដល់នៅទម្រង់ភាសាពាលជូនទៅអ្នកវិញជាទីគាប់ចិត្តហើយបើអ្នកចង់ឲ្យខ្ញុំនិយាយពាក្យពីរោះពិសាសូម comment ចូលមកក្នុងពាក្យពេចន៍ល្អសមរម្យអ្នកនិយាយក្នុងពាក្យសម្ដីសមរម្យមកខ្ញុំនឹងឆ្លើយតបទៅវិញក្នុងភាសាជាអ្នកប្រាជ្ញភាសាបណ្ឌិតភាសាបច្ចេកទេសភាសាជាអ្នកសិក្សាស្រាវជ្រាវជាអ្នកចេះដឹងប៉ុន្តែបើអ្នកចេញមកក្រឡំខាងទម្រង់ពាលដាក់ខ្ញុំហើយខ្ញុំមិនអាចប្រើទម្រង់បណ្ឌិតដាក់អ្នកទេខ្ញុំនឹងប្រើទម្រង់ពាលទៅអ្នកវិញហើយជំពាក់លុយសងលុយជំពាក់គំនិតសងគំនិតជំពាក់សម្ដីសងសម្ដីជំពាក់ជីវិតសងជីវិតអ្នកប្រើពាក្យសម្ដីអសុរោះមកខ្ញុំនឹងប្រើពាក្យសម្ដីអសុរោះទៅអ្នកវិញអរគុណច្រើនបើចង់ឲ្យខ្ញុំប្រើពាក្យសម្ដីសមរម្យថ្លៃថ្នូរជាអ្នកសិក្សាចូល comment ក្នុងនាមជាអ្នកសិក្សាជាអ្នកស្រាវជ្រាវពាក្យសម្ដីសមរម្យមកខ្ញុំមកកុំប្រមាថខ្ញុំបើហ៊ានប្រមាថខ្ញុំដាក់ទៅវិញហើយខ្ញុំមិនខ្វល់ថាអ្នកឯងជានរណាទេខ្ញុំក៏មានសិទ្ធិការពារខ្លួនរបស់ខ្ញុំដែរមិនឲ្យអ្នកឯងមកប្រមាថខ្ញុំបានឡើយខ្ញុំគឺជាពលរដ្ឋមិនមែនជាទេសចរទេមិនមែនជាសត្វទេគឺមនុស្ស Human not animal people not slave អរគុណច្រើនជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានៅវីដេអូក្រោយបន្តទៀតហើយបើចង់ឲ្យខ្ញុំនិយាយល្អសូមប្រើពាក្យសម្ដីល្អមកជាមួយខ្ញុំបើហ៊ានតែឆ្លើយដាក់ខ្ញុំដាក់វិញប្រាវអត់ស្គាល់មុខអ្នកឯងជានរណាទេអរគុណច្រើន